วิธีធ្វើម្ហូបមាន់ឆាកែងមានគ្រឿងផ្សំសាច់មាន់ប្រេងខ្យងទឹកត្រីស្ករសអំបិលម្ទេសឆាជាមួយកាពិទឹកដោះគោប្រេងឆាខ្ទិះដូងគ្រឿងឆានិងគ្រឿងកែងហើយទឹកម្ទេសចាវិធីធ្វើមានដូចជាមុនដំបូងយើងប្រឡាក់សាច់មាន់នេះហើយខ្ញុំអត់ដាក់អំបិលទេខ្លាចវាប្រៃពេកខ្ញុំសូមដាក់ស្ករចាយើងប្រឡាក់វាទុកចំនួន1នាទី2-3នាទីដើម្បីឲ្យវាសាច់នឹងចូលសព្វដើម្បីឲ្យមានរសជាតិដល់ពេលយើងបំពងទៅចាប៉ុណ្ណឹងបានហើយរួចយើងកាច់ភ្លើងដាក់ផ្ទះដើម្បីបំពងត្រប់ពុតញងហើយបានយើងបំពងមាន់ជាក្រោយហើយយើងដាក់ខ្លាញ់ចូលដើម្បីយើងបំពងត្រប់ពុតញងយើងដាក់ខ្លាញ់រៀងដាក់ប្រេងរៀងឲ្យច្រើនបន្តិចដើម្បីយើងទុកបំពងសាច់មាន់តាមក្រោយអញ្ចឹងយើងដាក់រួចហើយយើងទុកឲ្យក្តៅបន្តិចចាំយើងដាក់ត្រប់ពុតញងចូលផ្ទះយើងបានក្តៅហើយយើងនឹងដាក់ត្រប់បំពងយើងបំពងឲ្យវាល្មមកុំឲ្យវាដើម្បីឲ្យវាមានពណ៌ស្អាតយើងកុំឲ្យវាក្រៀមពេកអញ្ចឹងត្រប់នេះយើងបំពងប៉ុណ្ណឹងបានហើយវាសមល្មមដែលយើងដួសអញ្ចឹងហើយយើងត្រូវចាប់សាច់បំពងតាមក្រោយទៀតរួចហើយយើងទុកវាចំនួនដល់ពេលឲ្យវាឆ្អិនល្មមចាំយើងដួសទុកយ៉ាងប៉ុណ្ណឹងសិនចាឥឡូវនេះសាច់មាន់បានបំពងឆ្អិនហើយអញ្ចឹងយើងចាប់ដួសយើងបន្ថយភ្លើងបន្តិចទៅកុំឲ្យវាខ្លាំងពេកអញ្ចឹងយើងចាប់ដួសសាច់មាន់ហ្នឹងដើម្បីចម្រោះខ្លាញ់វាឲ្យអស់ទុកមួយដុំសិនអញ្ចឹងយើងបិទសិនពីធ្វើយើងមានដូចតទៅអញ្ចឹងយើងដាក់ប្រេងឆាចូលបន្តិចហើយយើងដាក់គ្រឿងចូលនិយាយទៅគ្រឿងហ្នឹងយើងដាក់ចំណងចំណូលចិត្តយើងប៉ុន្មានយើងដាក់ទៅឲ្យវាឈ្ងុយយើងដាក់កែងយើងដាក់ម្ទេសត្រៀមឆាជាមួយកាពិយើងឆាវាឲ្យក្រហមបន្តិចសិនបើយើងចង់បានក្រហមជាងហ្នឹងយើងដាក់ប្រេងម្ទេសហើយយើងរៀងឲ្យក្រហមបន្តិចសិនយើងដាក់ខ្ទិះដូងហើយយើងកូរយើងអាលីងវាតទៅទៀតដើម្បីឲ្យវាសព្វចូលគ្នាអញ្ចឹងយើងចង់ក្រហមយើងដាក់ប្រេងម្ទេសបន្តិចហើយយើងដាក់ទឹកដោះគោដើម្បីឲ្យវាមានទឹកបន្តិចកុំឲ្យវាស្ងួតពេកអញ្ចឹងយើងធ្វើដាក់សព្វអស់ហើយឥឡូវយើងបំពងវាឡើងប្រេងឡើងក្រហមអញ្ចឹងយើងដាក់គ្រឿងផ្សំយើងដាក់ស្ករយើងដាក់ទឹកត្រីបន្តិចយើងដាក់អំបិលបន្តិចខ្លាចវាប្រៃខ្លាំងយើងដាក់ប្រេងខ្យងបន្តិចអញ្ចឹងយើងដាក់ហើយពេលគ្រឿងយើងឡើងសព្វគ្រឿងផ្សំយើងហើយយើងដាក់សាច់ចូលដើម្បីហើយរួចហើយយើងដាក់គ្រឿងស្លឹកក្រូចសើចនេះដើម្បីឲ្យកាត់ឆ្អាបហើយវាឈ្ងុយផងហើយយើងដាក់ជាមួយម្ទេស
ចឹងបានម្ហូបនេះខ្ញុំបានចម្អិនរួចហើយបានរួចរាល់ហើយចឹងជាការស្រេចចឹងខ្ញុំដួសដាក់ចានដើម្បីឲ្យវាមើលទៅឃើញស្អាតម្ហូបយើងត្រូវដាក់ជីរោយពីលើបន្តិចចាមុខម្ហូបនេះយើងបានធ្វើរួចហើយដែលមានឈ្មោះថាមាន់ឆាកែងអញ្ចឹងយើងភ្លុកហើយយើងមើលមានរសជាតិឆ្ងាញ់មែនអញ្ចឹងម្ហូបនេះមាននៅក្នុងភោជនីយដ្ឋានផ្ទះអង្គរ2អូដើម្បីឲ្យវាមានទឹកបន្តិចកុំឲ្យវាស្ងួតពេកអញ្ចឹងយើងធ្វើដាក់សពអស់ហើយឥឡូវយើងបំពងវាឡើងប្រេងឡើងក្រហមអញ្ចឹងយើងដាក់គ្រឿងផ្សំយើងដាក់ស្ករយើងដាក់ទឹកត្រីបន្តិចយើងដាក់អំបិលបន្តិចខ្លាចវាប្រៃខ្លាំងយើងដាក់ប្រេងខ្យងបន្តិចចឹងយើងដាក់ហើយពេលគ្រឿងយើងឡើងសពគ្រឿងបន្តិចហើយយើងដាក់គ្រឿងចូលនិយាយទៅគ្រឿងហ្នឹងយើងដាក់ចំណងចំណូលចិត្តយើងប៉ុន្មានយើងដាក់ទៅឲ្យវាឈ្ងុយយើងដាក់កែងយើងដាក់ម្ទេសត្រៀមឆាជាមួយកាពិយើងឆាវាឲ្យក្រហមបន្តិចសិនបើយើងចង់បានក្រហមជាងហ្នឹងយើងដាក់ប្រេងម្ទេសហើយយើងរៀងឲ្យក្រហមបន្តិចសិនយើងដាក់ខ្ទិះដូងហើយយើងកូរយើងអាលីងវាតទៅទៀតដើម្បីឲ្យវាសព្វចូលគ្នាអញ្ចឹងយើងចង់ក្រហមយើងដាក់ប្រេងម្ទេសបន្តិចហើយយើងដាក់ទឹកដោះគោបានហើយវាសមល្មមដែលយើងដួសអញ្ចឹងហើយយើងត្រូវចាប់សាច់បំពងតាមក្រោយទៀតរួចហើយយើងទុកវាចំនួនដល់ពេលឲ្យវាឆ្អិនល្មមចាំយើងដួសទុកយ៉ាងប៉ុណ្ណឹងសិនចាឥឡូវនេះសាច់មាន់បានបំពងឆ្អិនហើយអញ្ចឹងយើងចាប់ដួសយើងបន្ថយភ្លើងបន្តិចទៅកុំឲ្យវាខ្លាំងពេកអញ្ចឹងយើងចាប់ដួសសាច់មាន់ហ្នឹងដើម្បីចម្រោះខ្លាញ់វាឲ្យអស់ទុកមួយដុំសិនអញ្ចឹងយើងបិទសិនពីធ្វើយើងមានដូចតទៅអញ្ចឹងយើងដាក់ប្រេងឆាចូលយើងកាច់ភ្លើងដាក់ផ្ទះដើម្បីបំពងត្រប់ពុតញងហើយបានយើងបំពងមាន់ជាក្រោយហើយយើងដាក់ខ្លាញ់ចូលដើម្បីយើងបំពងទ្រាប់ពុតញងយើងដាក់ខ្លាញ់រៀងដាក់ប្រេងរៀងឲ្យច្រើនបន្តិចដើម្បីយើងទុកបំពងសាច់មាន់តាមក្រោយអញ្ចឹងយើងដាក់រួចហើយយើងទុកឲ្យក្តៅបន្តិចចាំយើងដាក់ទ្រាប់ពុតញងចូលផ្ទះយើងបានក្តៅហើយយើងនឹងដាក់ទ្រាប់បំពងយើងបំពងឲ្យវាល្មមកុំឲ្យវាដើម្បីឲ្យវាមានពណ៌ស្អាតយើងកុំឲ្យវាក្រៀមពេកអញ្ចឹងទ្រាប់នេះយើងបំពងប៉ុណ្ណឹងវិធីធ្វើម្ហូបមាន់ឆាកែងមានគ្រឿងផ្សំសាច់មាន់ប្រេងខ្យងទឹកត្រីស្ករសអំបិលម្ទេសឆាជាមួយកាពិទឹកដោះគោប្រេងឆាខ្ទិះដូងគ្រឿងឆានិងគ្រឿងកែងហើយទឹកម្ទេសចាវិធីធ្វើមានដូចជាមុនដំបូងយើងប្រឡាក់សាច់មាន់នេះហើយខ្ញុំអត់ដាក់អំបិលទេខ្លាចវាប្រៃពេកខ្ញុំសូមដាក់ស្ករចាយ
យើងប្រឡាក់វាទុកចំនួន1នាទី2 3នាទីដើម្បីឲ្យវាសាច់នឹងចូលសព្វដើម្បីឲ្យមានរសជាតិដល់ពេលយើងបំពងទៅចាប៉ុណ្ណឹងបានហើយរួច